ម៉ូតសក់នេះដែរគឺខ្ញុំហៅថាជាប្រភេទម៉ូតសក់កូនកំឡោះបាទម៉ូតសក់កូនកំឡោះជាប្រភេទម៉ូតសក់លើកជើងទៀបបែបលក្ខណៈសភាពបាទយើងមិនមែនលើកខ្ពស់ទេបាទបើសិនជាយើងលើកខ្ពស់យើងមិនមែនហៅថាម៉ូតសក់កូនកំឡោះនោះទេបាទម៉ូតសក់កូនកំឡោះយើងលើកជើងសក់តែទៀបនោះទេបាទជាប្រភេទម៉ូតសក់កូនកំឡោះសម័យមុនណាបាទតែកូនកំឡោះសម័យឥឡូវគេកាត់តាមតែចិត្តភៀវនោះទេបើតែម៉ូតសក់កូនកំឡោះសម័យមុនគឺកាត់ប្រភេទលក្ខណៈម៉ូតសក់ដែលខ្ញុំបង្ហាញហ្នឹងបាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកបង្រៀនបងប្អូនពីរបៀបកាត់ម៉ូតសក់កូនកំឡោះបាទអញ្ចឹងសម្រាប់បងប្អូនដែលចង់រៀនបងប្អូនអាចចូលទស្សនាបានបាទអញ្ចឹងជំហានដំបូងបងប្អូនយកខែរបស់យើងមកបងប្អូនធ្វើការជាសក់យើងបន្តិចម្ដងបាទយើងអាចឈូសយកតែម្ដងទេដោយសារតែយើងឈូសវាអាចនឹងខ្ពស់ពេកបាទអញ្ចឹងយើងយកក្រាស់ធ្រាប់ទៅជាយកបន្តិចម្ដងទៅបាទបងប្អូនជាយកតែជើងសក់ខាងក្រោមមកណៃបងប្អូនកុំជាលើកខ្ពស់ពេកដោយសារតែប្រភេទម៉ូតសក់នេះគឺគាត់ចង់បានលើកជើងសក់ទៀបទេហើយគាត់អត់យកស្ដើងពេកទេគាត់ទុកឲ្យសមោលរៀងក្រាស់បន្តិចគាត់អត់យកស្ដើងពេកទេបាទអញ្ចឹងយើងកាត់យើងលើកជើងតិចបានហើយឲ្យវាចេញជារៀងឲ្យចេញជាទម្រង់ទៅបាទណាយើងកុំយកវាខ្លីពេកបាទម៉ូតសក់នេះយើងបើសិនទីចាស់ពីមុនគេហៅថាម៉ូតសក់កូនកំឡោះបែបលក្ខណៈសុភាពបាទតែបើម៉ូតសក់កូនកំឡោះសម័យឥឡូវវាអាស្រ័យទៅលើគេស្រឡាញ់ទេគេចង់កាត់មិនក៏បានដែរតែម៉ូតសក់កូនកំឡោះសម័យមុនគឺកាត់បែបហ្នឹងពុកម៉ែបងប្អូនណាបាទអញ្ចឹងបងប្អូនជាវាតិចឲ្យចេញជាទម្រង់រួចមកបងប្អូនធ្វើការយកម៉ូទ័រច្រឹបជើងសក់របស់យើងបងប្អូនធ្វើការច្រឹបវាមកឲ្យវាចេញជារាងសិនមកបាទយើងច្រឹបត្រង់ចំណុចកែងហ្នឹងសិនបាទបន្តមកទៀតបងប្អូនធ្វើការច្រឹបតមកបាទចាប់ពីកែងស្លឹកជាបែបហ្នឹងមកបងប្អូនធ្វើការច្រឹបឲ្យវាចេញជារាងឲ្យបានស្អាតសិនបាទចំណែកមកខាងទៀតចាំយើងធ្វើការកាត់តាមក្រោយខ្ញុំថតមកខាងសិនបង្ហាញបងប្អូនមកខាងសិនមកបាទយើងធ្វើការជារាងចេញជាទម្រង់ហើយបងប្អូនធ្វើការច្រឹបវាបែបហ្នឹងមកឲ្យវាចេញជារាងបែបហ្នឹងបាទអញ្ចឹងយើងធ្វើការរួចមកខាងហើយបាទបន្តមកទៀតបងប្អូនធ្វើការសេរីមកខាងទៀតមកបាទបងប្អូនកាត់មកខាងទៀតមកបាទបងប្អូនធ្វើការកាត់តាមរបៀបដែលខ្ញុំបង្ហាញមកបងប្អូនដាក់កេះមកបងប្អូនជាយកសក់បន្តិចម្ដងមកជាឲ្យវាចេញជាទម្រង់សិនមកតាមរបៀបដែលខ្ញុំបង្ហាញបងប្អូនណាបាទបងប្អូនធ្វើការជាយកសក់បន្តិចមកបងប្អូនបោសជើងខបន្តិចបន្ថែមមកបាទដើម្បីឲ្យវាចេញជាទម្រង់សិនបាទបងប្អូនជាបែបហ្នឹងមកមួយមកបាទយើងកុំបខំបាទកាលណាដែលបខំយើងកាត់វាអាចនឹងខុសក្រាស់បាទជីហើយយើងបោសជើងសក់បន្តិចបានយើងអត់បោសយកខ្លាំងទេដោយសារតែសក់នេះគឺអត់ចង់បានខ្លីពេកអត់ចង់បានស្ដើងពេកបាទអញ្ចឹងយើងធ្វើការជាវាបែបហ្នឹងមកបន្តិចម្ដងដើម្បីឲ្យវាចេញជាទម្រង់សិនឲ្យចេញជាគោលមួយសិនបាទយើងធ្វើការជាវាបែបហ្នឹងមកបាទអញ្ចឹងសម្រាប់បងប្អូនចង់ចេះបងប្អូនមើលទៅវីដេអូនេះបាទយើងបោសបដាមកបាទបន្តមកទៀតយើងបោសពីខាងក្រោយម្ដងបាទយើងជាយកបន្តិចម្ដងមកបាទយើងជាទៅត្រង់ចំណុចណារួញបងប្អូនប្រហើបក្រាស់ខិតមកលើបងប្អូនកាត់រួញយើងចេញទៅបាទយើងកាត់តែចុងបានហើយបាទបន្តមកបងប្អូនបោសទៀតបោសជើងក្រោមបន្តិចម្ដងឲ្យវាឡើងទៅលើបន្តិចម្ដងទៅបាទបោសឲ្យត្រង់ចំណុចណាក្រាស់បងប្អូនធ្លាប់ក្រាស់តរេវាបន្តិចឡើងបន្តិចម្ដងទៀតទៅបាទឲ្យវាបន្តិចស្មើគ្នាណាបងប្អូនណាបាទបងប្អូនមើលទៅត្រង់ចំណុចណាវានៅក្រាស់វាអត់ទាន់ស្មើបងប្អូនជាវាបន្តិចម្ដងបែបហ្នឹងមកបាទជាឲ្យបងប្អូនបោសវាបដាទៅបោសវាទៅមើលត្រង់ចំណុចណាវាអត់ទាន់ស្មើបងប្អូនជាទៀតជាបន្តិចបោសតិចមកបាទប្រភេទម៉ូតសក់បែបហ្នឹងគឺយើងធ្វើការកាត់បែបហ្នឹងបាទយើងបោសបដាយើងរំលេងបដាបោសបដារំលេងបដាបាទបន្ទាប់មកវាចេញជាទម្រង់បែបហ្នឹងបងប្អូនធ្វើការច្រឹបជើងសក់យកតែម្ដងមកបាទបងប្អូនធ្វើការច្រឹបវាបែបហ្នឹងមកបាទឲ្យចេញជារាងឲ្យចេញជាទម្រង់បែបហ្នឹងមកបាទហើយបងប្អូនធ្វើការខ្វៀលជើងសក់វាចេញជារាងមកបាទងាយទេពុកម៉ែបងប្អូនបាទប្រភេទម៉ូតសក់បែបហ្នឹងបើយើងដឹងពីរបៀបកាត់បងប្អូនកាត់តាមរបៀបដែលខ្ញុំបង្ហាញគឺងាយទេបាទបន្តមកទៀតបងប្អូនធ្វើការកោជើងសក់មកបងប្អូនបាទបងប្អូនធ្វើការកោតាមដានដែលយើងធ្វើការច្រឹបមុនដំបូងមកបាទកោវាឲ្យចេញជាឲ្យដិតដានច្បាស់បន្តិចមើលទៅវាឃើញស្អាតបាទអញ្ចឹងបងប្អូនធ្វើការកោមកបាទកោបន្ទាប់មកបងប្អូនធ្វើការកោតាមរបៀបដែលខ្ញុំបង្ហាញទៀតមកបាទយើងកោឲ្យវាដិតកាន់តែច្បាស់ណាពេលដែលយើងច្រឹបវាអត់ទាន់ដិតច្បាស់ទេ
បាទបន្ទាប់ពីយើងធ្វើការកោររួចបងប្អូនយកក្រាស់ទូចមកបងប្អូនយកបោសសម្អាតវាត្រង់ចំណុចណាដែលវានៅខ្មៅដុំមើលទៅវាមិនទាន់ស្មើស្អាតបងប្អូនធ្វើការយកក្រាស់ទូចហ្នឹងលូកយកវាទៅត្រង់ចំណុចណាតែយើងយកក្រាស់ធំចូលកើតបងប្អូនប្រើក្រាស់ទូចហ្នឹងលូកយកទៅបាទពេលដែលក្រាស់ធំយើងលូកយកគឺយកអត់បានទេដោយសារវាក្រាស់វាធំពេកបាទអញ្ចឹងយើងពេលដែលយើងកោហើយយើងប្រើក្រាស់ទូចដើម្បីលូកយកវាម្ដងបាទយើងធ្វើការលូកយកវាបែបហ្នឹងមកមួយដល់បោសសម្អាតវាឲ្យបានស្អាតត្រង់ចំណុចណាដែលវានៅខ្មៅណាបងប្អូនណាបាទអញ្ចឹងក្រាស់ទូចគេប្រើនៅពេលហ្នឹងបាទក្រាស់ធំនៅពេលដែលយើងដើរបើកមុខដំបូងបាទក្រាស់ទូចគឺយើងសម្រាប់បោសសម្អាតនៅពេលដែលយើងរៀបចំផ្លាក្រោយបាទអញ្ចឹងលទ្ធផលសក់របស់យើងគឺយើងបានធ្វើការកាត់ហើយពុកម៉ែបងប្អូនណាបាទអញ្ចឹងវីដេអូរបស់យើងមានតែប៉ុណ្្នឹងទេបាទសម្រាប់ចែកលេខទៅដល់បងប្អូនដែលថ្មីទាំងអស់គ្នាបាទ